nhớ nhớ phê được bao cả thu nè đó khiជួយចុច like ជួយ subscribe ជួយសញ្ញាកណ្ដឹងឲ្យ admin ដើម្បីមើលរឿងកំឡោះក្រជ្រុយក្រហមក្រមុំប្រជួយក្រហមរឿងចាប់ fantasy ឆ្លាញ់របស់ admin បើកឆាកមកទូស្រីត្រូវបានឪពុកម្ដាយចិញ្ចឹមដេញចេញពីផ្ទះដោយសារតែទូស្រីរបស់យើងនឹងគឺរាប់បញ្ចូលថាអស់តម្លៃដែលគេឲ្យគាត់នៅក្នុងផ្ទះនេះមកដល់បច្ចុប្បន្ននេះដោយសារគិតថាគាត់ជាមនុស្សនាំសំណាងគេខ្ចីសំណាងរបស់គាត់ដើម្បីឲ្យជីវិតគ្រួសារគេនឹងឆ្លងផុតទុក្ខទោសហើយទូស្រីរបស់យើងអ្នកនរគ្នាគឺគាត់ស្រឡាញ់គ្រួសារនេះណាស់ទោះបីគាត់មិនមែនកូនបកើតហើយគាត់មើលថែទាំមែនតែនថ្ងៃមួយនាងរួយនេះណាគឺវាប៊ីងត្រូវឡានបុកទូស្រីយើងជួយសង្គ្រោះនាងរួយនេះស្រាប់តែទូស្រីរបស់យើងក៏ត្រូវឡានបុកជំនួសវិញគេនឹកឃើញថាចែបើទូស្រីយើងស្លាប់បាត់ល្អហើយពីព្រោះអីតាមទំនាយទូស្រីយើងស្លាប់បាត់ចឹងទៅគឺសំណាងនឹងធ្លាក់មកលើកូនស្រីគេហើយគេក៏មិនចាំបាច់ពឹងទូស្រីយើងទៀតឥឡូវនេះទូស្រីរបស់យើងមិនស្លាប់អ្នកនរគ្នាដោយសារតែវាសនារបស់គាត់គឺអត់ត្រូវស្លាប់ទេហើយគេថាចេះបើទូស្រីមិនស្លាប់ហើយនេះគេឲ្យលុយ 5,000 ណាទៅរកឪពុកម្ដាយទៅនៅមាត់សមុទ្រនៅអីនៅឯងពួកអ្នកនេសាទគាត់ទៅទូស្រីយើងចាញ់បាត់អ្នកនរគ្នាគឺអាភាពពន្លឺពណ៌មាសគេតំណាងឲ្យហុងស៊ុយអ្នកនរគ្នាទៅវាអស់អាពណ៌មាសហ្នឹងវាចេញពណ៌ខ្មៅហុយមកវិញទូស្រីយើងគាត់ក៏បានជួបជាមួយនឹងបៃហឺទូប្រុសរបស់យើងដែលមានពន្លឺពណ៌មាសចិញ្ចាចចឹងហើយអ្នកនរគ្នាគាត់នឹកឃើញថាបរិះនេះមានពន្លឺពណ៌មាសល្អអាចជួយគាត់ក្នុងការជាបានមនុស្សដែលត្រូវអំពើអំព័ន្ធគេបានកម្លាំងចំហាយរបស់តួប្រុសពេលដែលតួស្រីយើងមកដល់ចង់និយាយថាទៅគឺគ្រួសារគាត់ធៀបពិតអ្នកមានអ្នកនរគ្នាហើយនាងម៉ែចិញ្ចឹមនាងរួយនេះគឺដល់កហើយអ្នកនរគ្នាគេនឹងតាក់តងបៃហឺឯងដែលជាគ្រួសារអ្នកមានយកធ្វើប្តីចៃដន្យអីបៃហឺនេះនឹងគ្រួសារតួស្រីនេះស្និទ្ធស្នាលគ្នាខ្លាំងមែនតែនបងតួស្រីនាំតួស្រីមកដល់ផ្ទះលោកតាវិញគឺរងចាំតួស្រីយើងយ៉ាងផ្ទះសាព្រោះគាត់បាត់បង់ចៅស្រីច្បងរបស់គាត់តាំងពីតូចតម្រាំត្រឃើញមកវិញហើយសួរថាអ្នកណានៅក្នុងនេះមានអ្នកណាមួយដែលស្មោះត្រង់ទេទូស្រីថានៅផ្ទះចាស់គឺមាននាងរួយហើយនៅទីនេះគឺមានមិញរបស់គាត់ហើយនាងសៀរួមជាមួយនឹងប្អូនចដូនមួយគាត់ចឹងហើយទូស្រីយើងក្នុងនាមជាបងស្រីច្បងនៅក្នុងគ្រួសារគឺគាត់មានសិទ្ធិគ្រប់គ្រងលើពួកនឹងហើយពួកនោះគេអត់ឲ្យតម្លៃទូស្រីទេនាងសៀហ្នឹងគឺប៉ុណ្ណាល្បិចល្បោយរបៀបថាគេជាកូនទារកតូចចឹងណាជានារីតូចស្លូតត្រង់ចឹងទៅបានទូស្រីនឹកឃើញថាអើយណាទៅដល់ណាក៏ជួបដែរអារឿងមនុស្សចេះនេះកិច្ចយ៉ាងណាក៏កិច្ចមិនផុតទូស្រីយើងគាត់គិតអញ្ចឹងណាប៉ុន្តែធ្វើមិនទេវាជាវាសនាជួបហើយដោះស្រាយទៅទូស្រីរបស់យើងគាត់ក៏បានសួរនាំបងប្រុសរបស់គាត់ក៏ថាអញ្ចេះនៅណេះហាក់ដូចមានចំហាយមិនល្អដូចមានមនុស្សក្បត់មនុស្សដែលកំពុងតែកេងប្រវាញ់ក្នុងគ្រួសារអញ្ចឹងណាប៉ុន្តែអ្នកនរគ្នាគឺទូបងប្រុសនោះអត់សូវជឿទេតែស្រាប់តែពេលនោះដែរគឺនាងម្ដាយចិញ្ចឹមហ្នឹងបានមកដល់កន្លែងហ្នឹងមកជាមួយនឹងនាងរួយនេះមកឲ្យឃើញទូស្រីនៅហ្នឹងជេរទូស្រីយកហ្មងហើយដល់ពេលបងប្រុសទូស្រីវិញគាត់ឆ្ងល់ហើយមិនបានត្រូវជេរទូស្រីយើងអញ្ចឹងក្រែងម្នាក់ហ្នឹងគឺជាម្ដាយចិញ្ចឹមរបស់ទូស្រីគួរណាស់តែស្រឡាញ់ទូស្រីពេលហ្នឹងគាត់មានអារម្មណ៍ថាអូប្អូនស្រីរបស់គាត់រស់នៅផ្ទះមួយគេធ្វើបាបដល់ថ្នាក់ហ្នឹងគាត់មានអារម្មណ៍បែបហ្នឹងអ្នកនរគ្នាអញ្ចឹងហើយបានគាត់ថាអត់កើតទេគាត់ត្រូវតែដោយថាត្រូវតែចាត់ការលើពួកនឹងឲ្យទូស្រីយើងគាត់ក៏ប្រាប់ដែរថាឲ្យត្រឡប់ទៅវិញទៅណាវាស្នាអត់ល្អទេមកថ្ងៃនេះចាត់ត្រីគេដេញចេញប៉ុន្តែម៉ែចិញ្ចឹមនេះអត់ជឿអ្នកនរគ្នាដោយសារគាត់ស្អប់ទូស្រីរបស់យើងមកនេះណាគឺមកតាក់បងប្រុសរបស់ទូស្រីតែម្ដងនិយាយទៅប៉ះអ្នកមានឲ្យតែអ្នកមានប៉ះអ្នកណាតាក់អ្នកនឹងដោយសារខ្លួនឯងហ្នឹងគឺចង់មានវាសនាល្អហើយដល់ពេលឪទូស្រីមកឬសូប្រខូចទូស្រីរបស់យើងជាក្មេងមិនល្អអីណាណីអូណាអបលៈអាក្រក់ក្រីអីមានណាឪទូស្រីខឹងហ្មងអ្នកឯងក៏ឆ្លើយមកហ៊ានប្រមាថឌីលកូនស្រីរបស់ខ្ញុំនេះកូនស្រីគ្រួសារជាងរបស់គេណាពេលហ្នឹងហើយអ្នកនរគ្នាក៏ស្រាប់ភ្ញាក់ឲ្យព្រឺស្មានដល់ថាទូស្រីរបស់យើងគឺជាកូនរបស់មហាសេដ្ឋីទេគឺអត់មានណាស្មានដល់ទេហើយឥឡូវនេះគឺត្រូវបានគេបដិញ្ញចេញពីផ្ទះហ្នឹងដោយស្វ័យប្រវត្តិហើយសម្រាប់ទូស្រីរបស់យើងគាត់ក៏បានប្រាប់គាត់ថាចេះនៅទីនេះគឺមានអ្នកលួចប្រើអំពើដើម្បីកេងយកវាសនាល្អរបស់អ្នកក្នុងផ្ទះនេះហើយទៅឲ្យកូនរបស់ខ្លួនឯងពេលនោះគឺអ្នកបំរើម្នាក់នឹងឯងអ្នកនរគ្នាលួចលុយរបស់ផ្ទះហ្នឹងហើយក៏បានធ្វើអំពើដាក់លោកតាដែរ
ពេលហ្នឹងអ្នកនរគ្នាគេថាគេអត់ដឹងរឿងអីទេទូស្រីយើងក៏ថាប្រកាសឲ្យថាមិនដឹងហើយសម្រាប់ចដូនមួយទូស្រីវិញអ្នកនរគ្នាកាន់ជើងហ្មងហើយស្អប់ទូស្រីទុកទូស្រីយើងគឺជាគូប្រជែងប៉ុន្តែទូស្រីរបស់យើងគាត់នឹកឃើញថាគាត់មកទីនេះគាត់គ្រាន់ចង់ការពារជីតារបស់គាត់ដល់ហើយយកមកឃើញអំពើនឹងពិតមែនអ្នកនរគ្នាអញ្ចឹងបានទូស្រីយើងគាត់បំផ្លាញអំពើនឹងចោលនិយាយនឹងឃើញទូស្រីយើងបំផ្លាញភ័យដែរតាហើយអាចចដូនមួយវិញអ្នកនរគ្នានិយាយពីឆ្លើយណាគឺដូចស្អប់ខ្ពើមទូស្រីយើងមិនដឹងនិយាយថាម៉េចដូចគាត់ថាយើងមកពីស្រុកស្រែមិនបានរៀនមិនបានសូត្រអីចឹងណាដល់ពេលហើយអ្នកនរគ្នាពេលហ្នឹងហើយក៏លោកតាគាត់សប្បាយចិត្តខ្លាំងមែនតើថាទូស្រីយើងប្រកែព្រោះអ្វីដែលទូស្រីយើងបានធ្វើគឺអាចជួយលោកតាបានច្រើនហើយថ្ងៃជប់លៀងថ្ងៃនេះគឺជប់លៀងដើម្បីប្រកាសជាសាធារណៈថាទូស្រីរបស់យើងគឺជាចៅរបស់លោកតាជាចៅរបស់គ្រួសារនេះឲ្យមនុស្សគ្រប់គ្នាបានឃើញបានដឹងបានឮបានស្គាល់ហើយគោរពណាកុំឲ្យមើលងាយចៅរបស់គាត់បងប្អូនចដូនមួយទាំងអស់អ្នកនរគ្នាគេនិយាយដើមទូស្រីចឹងថាអ្នកដែលគ្រប់គ្រងគ្រួសារនេះសំតានាងស៊ីស៊ីទេមិនសំជាទូស្រីរបស់យើងទេហើយគេនិយាយថាទូស្រីយើងមកពីស្រែអីណាមិនចេះអីអន់ចេះអន់ចោះទូស្រីយើងគាត់លឺអ្នកនរគ្នាគាត់ថាគាត់ជាបងគាត់មានសិទ្ធិបដៅពួកនេះទូស្រីយើងមកតន់ភ្លាមផ្ទះក៏ភ្លៀងពួកនេះផាច់សិតតែរឿងស្មានមកដល់អ្នកនរគ្នាយើងគិតថាទូស្រីយើងអត់ហ៊ានទេស្បែកពួកនោះក៏គិតថាទូស្រីយើងអត់ហ៊ានដែរហើយដល់ពេលបងទូស្រីនឹងទូប្រុសវិញគាត់ចាំមើលទូស្រីធ្វើអីងាប់ហើយគេកាន់ជើងទូស្រីទាំងអស់ហើយនាងសៀសៀនេះក៏ត្រូវក៏ភ្លៀងដែរណាកុំសំដែងកុំមកធ្វើជាតែបៃតងក្រីនធីនៅហ្នឹងក៏អត់ចូលចិត្តទេនាងក្រូចសើចដល់ពេលហើយគេក៏ប្តឹងបងធំថាទូស្រីយើងវាយពួកគេបងធំបងទូស្រីក៏ថាជាគាត់លឺទាំងអស់អ្នកណានិយាយអីគាត់លឺទាំងអស់តែហេតុអីបានឆ្លើយដាក់ទូស្រីអញ្ចឹងទូស្រីយើងគឺជាបងស្រីធំនៃនាងធំក្នុងគ្រួសារនេះណាដល់ទៅពេលហើយថ្ងៃនេះអ្នកនរគ្នាឪចិញ្ចឹមម៉ែចិញ្ចឹមទូស្រីនឹងនាងរួយនឹងក៏មកដែរដល់ពេលមកអញ្ចឹងទៅអ្នកនរគ្នាគេអត់គេមកហ្នឹងគឺឱកាសរបស់គេហ្នឹងគេត្រូវតែយកចិត្តយកថ្លើមទូស្រីរបស់យើងហៅទូស្រីយើងត្រឡប់ទៅវិញអីណាណីណាព្រោះពួកហ្នឹងពឹងលើសំណាងរបស់ទូស្រីទៅជីវិតគ្រួសាររុងរឿងដល់ឥឡូវបើសិនជាគ្មានសំណាងរបស់ទូស្រីគឺជីវិតគ្រួសាររបស់ពួកវារលំរលាយហើយប៉ុន្តែទូស្រីរបស់យើងក៏ថាហេតុអីគាត់ត្រូវទៅគាត់អត់ទៅទេគ្រួសារអាក្រក់បែបនេះអញ្ចឹងគេបានមកហ្នឹងគេក៏មកសុំការយោគយល់ការអនុគ្រោះពីគ្រួសាររបស់ទូស្រីហ្នឹងក្រែងលោកគេវិនិយោគគេផ្ដល់ឱកាសឲ្យគ្រួសារអញ្ចឹងទៅប៉ុន្តែអ្នកនរគ្នាទូស្រីរបស់យើងគឺគាត់អត់ទេគាត់អត់បានចូលរួមចំណែកជាមួយហើយគាត់ក៏មិនបានរីករាយជាមួយពួកនឹងដែរនិយាយប៉ែនេះហើយអ្នកនរគ្នាគេក៏ចេញមករំលើកគុណស្រ័យថាគេនឹងបានចិញ្ចឹមបីបាច់ថែរក្សាទូស្រីយើងតាំងពីតូចមកដល់ពេលនេះហេតុអីបានទូស្រីយើងចិត្តដាច់ដាក់គាត់ដែលជាម៉ែជាឪចិញ្ចឹមណាដែលគេខំប្រឹងចិញ្ចឹមយើងទូស្រីថាចិញ្ចឹមអីធ្វើបាបគាត់ទាំងស្រុងមានចេតនាយកគាត់ទៅកែប្រែវាសនាខ្លួនឯងទេណាដោយសារខ្លួនឯងនឹងគ្រោះវាសនាអាក្រក់យកគាត់ទៅដើម្បីឲ្យវាសនាខ្លួនឯងល្អពេលនោះយាយនឹងក៏គាត់អត់សារភាពការពិតទេទូស្រីយើងក៏ដាក់យន់ពីក្រោយក្នុងវត្តនិយាយហ្មងនាំទូស្រីយើងទៅវិញដោយសារឲ្យគ្រួសារគាត់ជួបសោយរហូតហើយគាត់ចង់ទៅសម្លាប់ទូស្រីបើទូស្រីយើងស្លាប់បាត់វាសនាគ្រួសារគាត់នឹងល្អបែរធ្លាការពិតមកអ្នកនរគ្នាអើយឪទូស្រីក៏ខឹងតាទូស្រីក៏ខឹងបងប្រុសនេះក៏ខឹងឥឡូវនេះគ្រួសារឪចិញ្ចឹមម៉ែចិញ្ចឹមរបស់ទូស្រីនឹងគឺខ្សែធនចាប់ពីពេលនេះតទៅហើយអ្នកនរគ្នាអត់មានអ្នកណាជួយយកអាសារួចទេហើយទូប្រុសរបស់យើងគឺជាសាក្សីផ្ទាល់របស់ទូស្រីតែម្ដងអញ្ចឹងអ្នកនរគ្នានាងរួយនេះអ្នកធ្លាប់តែលយដូចថាប៉ាកែសំដែងប៉ាកែអួតឥឡូវនេះក្របានសម្រេចហ្នឹងហើយលទ្ធផលប៉ិនកុហកភូតភោបោកប្រាស់អ្នកដតីវាមិនបានជួយចម្រើនអីទេក្រៅពីរលំរលាយតែខ្លួនឯងពេលនោះទូស្រីយើងក៏បានជួបជាមួយក្មេងស្រីតូចម្នាក់ទូស្រីឃើញថាក្មេងស្រីហ្នឹងក៏ត្រូវគេប្រើអំពើដើម្បីអូសយកវាសនារបស់គាត់ដែរគេមានអំពើដូរវាសនាគ្នាដូចថា fan ត្រូវខ្លាយទៅជាមហាសេដ្ឋី admin ត្រូវខ្លាយទៅជាមហាសេដ្ឋីប៉ុន្តែត្រូវបានពួកថៃហ្នឹងវាមកប្រើអំពើដូរវាសនាអញ្ចឹងហើយធ្វើឲ្យវាសនាយើងទៅជាបាទឥឡូវនេះគឺទូស្រីរបស់យើងគាត់បានប្រាប់ម៉ែឪគេហើយតែម៉ែឪគេអត់ជឿម៉ែគេដល់អញ្ចឹងទូស្រីយើងគាត់អត់ដឹងជួយយ៉ាងម៉េចទេគាត់ពិបាកដែរហើយទូស្រីរបស់យើងគាត់ក៏បានមកជួបជាមួយនឹងទូប្រុសដោយសារអីអាពន្លឺពណ៌មាសនៅក្នុងខ្លួនរបស់ទូប្រុសនេះគឺអាចជួយក្មេងស្រីម្នាក់នឹងបានក្នុងការហៅវាសនារបស់ខ្លួនឯងត្រឡប់មកវិញ
ចឹងទូប្រុសរបស់យើងគាត់ថាគាត់អត់ព្រមជួយទេចឹងតើទូស្រីយើងដោះដូរលក្ខខណ្ឌត្រូវធ្វើជាបុគ្គលិកផ្ទាល់ខ្លួនគាត់នៅក្បែរគាត់មើលថែទាំគាត់អាហ្នឹងបានជាគាត់ព្រមឲ្យទូស្រីនឹកឃើញថាអត់បញ្ហាគ្រាន់តែប៉ុណ្្នឹងពេលហ្នឹងទូស្រីយើងក៏ស្រូបយកកម្លាំងពណ៌មាសពលឺពណ៌មាសពីខ្លួនទូប្រុសមកអញ្ចឹងណាមកដល់ផ្ទះអ្នកផ្ទះឲ្យទូស្រីយើងទៅសុំទោសគ្រួសារជាងហ្នឹងថាទូស្រីយើងធ្វើឲ្យគ្រួសារជាងហ្នឹងខឹងតែប៉ះពាល់ដល់កូនគេអញ្ចឹងណាទូស្រីថាមិនបាច់ទៅទេតិចទៀតគេមកដល់ខ្លួនឯងហើយនៅហ្នឹងហើយម៉ែឪបងប្អូននឹងសឹងតែមិនជឿអ្នកនរគ្នាដល់ពេលមែនតើគេមករកទូស្រីយើងមកហ្នឹងគឺដើម្បីអីអ្នកនរគ្នាសូមឲ្យទូស្រីយើងជួយដោយសារកូនស្រីគេស្លាប់ស្ដុកស្ដឹងហើយអត់ដឹងខ្លួនសោះទោះបីធ្វើមិនក៏អត់ដឹងខ្លួនទូស្រីក៏ថាអញ្ចេះដោយសារក្មេងស្រីនឹងត្រូវបានគេប្រើអំពើដាក់ពេលហ្នឹងលោកយាយរបស់ក្មេងស្រីនឹងអ្នកនរគ្នាគឺកំពុងតែដោយថាគាត់កំពុងតែសូត្រភ្លុំតាប៉តាគ្រូនោះអត់ចេះអីទេដល់ពេលទូស្រីយើងមកអ្នកនរគ្នាឆ្លោះគ្នាមួយយាយនោះទៀតយាយម៉ែក្មេងរបស់អ្នកស្រីជាងនោះណាគេអត់ជឿទុកចិត្តលើទូស្រីយើងឯងហើយគ្រូនេះទៀតសោតគ្រូបោកអ្នកនរគ្នាគ្រូប៉ិនតឡោកដល់ហើយអញ្ចឹងទៅក៏ទូស្រីយើងមកគាត់អាចគ្រាន់តែដាក់យ័ន្តបន្តិចសូត្រគិថាគាត់បន្តិចទៅក្មេងស្រីហ្នឹងគាត់បានដឹងខ្លួនមកវិញពេលដឹងខ្លួនមកវិញគ្រូហ្នឹងក៏រកផ្លូវដាក់មេប្រូចរត់បាត់សមោសូនអ្នកនរគ្នាពេលហ្នឹងទូស្រីថាអញ្ចេះបើយើងចង់ដឹងថាអ្នកណាបានប្រើអំពើមកលើក្មេងស្រីនេះអញ្ចឹងគាត់មានវិធីអញ្ចឹងគាត់ឲ្យស្ករគ្រាប់មួយគ្រាប់ហ្នឹងឲ្យកូនក្មេងយើងហ្នឹងគឺដើរតាមខ្សែក្រហមហ្នឹងទៅបើខ្សែហ្នឹងវានាំទៅណាគឺអ្នកធ្វើអំពើនៅខាងហ្នឹងអញ្ចឹងក៏នាំគ្នាដើរមករហូតតាមក្មេងហ្នឹងដើរមកដល់ផ្ទះសេតតសាច់ញាតឯងនេះយាយប៉ែកនេះកូនខ្លួនឯងឈឺរហូតវាស្នាមិនល្អអាចស្លាប់ទាំងក្មេងអញ្ចឹងណាក៏បានប្រើធ្វើអំពើអំពាន់អីដាក់លើកូនគ្រួសារជាងនេះហើយគេថាគេអត់ដឹងរឿងអីទេដល់ពេលទូស្រីយើងចូលទៅឆាយឆេទៅចិត្តរកបានអ្នកនរគ្នាដល់ហើយត្រូវបានអ្នកស្រីជាងនេះវាយចង់ងាប់ចង់រស់ដល់ពេលហើយអញ្ចឹងទៅណាក៏ទូស្រីយើងក៏បំផ្លាញអំពើនឹងទៅពេលដែលផ្លាញអំពើនឹងហើយកូនរបស់យាយប៉ែកនឹងគឺអត់សង្ឃឹមរស់ទេដោយសារវាសនាវាត្រូវស្លាប់ពីក្មេងអ្នកនរគ្នាដល់ពេលត្រូវដូរវាសនាគ្នាអញ្ចឹងទៅអាកូនឯងនេះឈឺចង់ងាប់កូនគេនេះរងរឿងល្អតែចាស់តែចំអញ្ចឹងទៅពេលហ្នឹងទៅបងប្រុសរបស់ទូស្រីនិងទូប្រុសយើងគ្រប់គ្នាបានដឹងមកថាទូស្រីយើងប្រកែហើយមួយថ្ងៃគឺដូចថាគាត់អត់ពេកអញ្ចឹងទៅគាត់ធ្វើអីក៏គាត់គិតលុយដែរអ្នកនរគ្នាហើយបងប្រុសរបស់គាត់ក៏សួរទូស្រីប្រញាប់តាណាលឿនម្លេះទូប្រុសយើងខលមកគាត់មុតដៃទូស្រីថាស្អីគេមុតដៃបន្តិចសោះលោកទៅខលហៅខ្ញុំបតន់រស់ស្លាប់អីនេះទូស្រីយើងខឹងតែទូប្រុសយើងញាក់ញក់ពេកអ្នកនរគ្នាបៃហឺគឺជាបរោះដែលមិនចេះនិយាយស្ដីជាមួយអ្នកណាតែជាមួយទូស្រីយើងញាក់ញក់សាហាវមុតដៃបន្តិចក៏នេះដែរឥឡូវទូស្រីយើងមករកទូប្រុសម្ដងទៀតហើយទូស្រីថាមនុស្សក្នុងគ្រួសាររបស់ទូប្រុសមានបញ្ហាគឺលោកយាយរបស់ទូប្រុសស្លាប់ទូស្រីថាគឺនៅទីនេះគឺមានគេធ្វើអំពើដាក់លោកយាយមនុស្សហ្នឹងមិនមែនដោយសារជំងឺទេមិនមែនជំងឺខ្លួនឯងទេចឹងទូប្រុសយើងគាត់ក៏ចង់ដឹងថានាំគ្នាទៅមើលតើបញ្ហាអីតាមពិតពូរបស់ទូប្រុសនេះឯងដែលមានចេតនាចង់សម្លាប់ម្ដាយខ្លួនឯងដើម្បីមានមុខមានមាត់ទៅគ្រប់គ្រងលើទ្រព្យសម្បត្តិទាំងអស់ចឹងហើយទូប្រុសរបស់យើងគាត់អត់ដឹងទេណាតែដោយសារជួបទូស្រីយើងបាយធ្លីគ្រប់ទៅរឿងទៅដល់កន្លែងណាបាយធ្លីរឿងគេកន្លែងហ្នឹងហើយលោកយាយនេះដឹងខ្លួនហើយណាកូននោះវាយកអីឲ្យផឹកឲ្យយកអាធោចង់និយាយថាយកអាធោបុរាណចិនដូចខ្មែរយើងចឹងឈើដែលយកមកធ្វើផ្ទះបើឈើនឹងអត់ល្អយកមកគឺម្ចាស់ផ្ទះឈឺដេកដួលរហូតដល់ស្លាប់ក៏មានដែរចឹងអាធោបុរាណដែលយកពីភ្នោចិនភ្នោអីមកនេះធោខ្លះមានកម្លាំងធាតុអាក្រក់ចឹងទៅវាស្រូបធ្វើឲ្យមនុស្សនឹងឈឺអត់ដឹងមុខចឹងណាអ្នកនរគ្នាដល់ពេលហើយទូស្រីរបស់យើងនឹងគាត់ក៏ជួយសង្គ្រោះទៅបណ្ដឹងការពិតថាអូតាមពិតពូនេះកណិតអាក្រក់ពេលហ្នឹងហើយបានលោកយាយនឹងក៏ពេញចិត្តទូស្រីយើងខ្លាំងមែនតែនចឹងហើយបន្ទូប្រុសរបស់យើងក៏ប្រាប់ថាអញ្ចេះលោកយាយតាមពិតគាត់ស្រឡាញ់ទូស្រីនឹងឯងតែគាត់អត់ហ៊ានសារភាពប្រាប់ទូស្រីទេព្រោះមានគ្រូម្នាក់ធ្លាប់ប្រាប់គាត់ថាអញ្ចេះគូព្រេងរបស់គាត់គឺបជ្រុយពណ៌ក្រហមនៅលើទ្រូងគ្រូរបស់ទូស្រីក៏ធ្លាប់ប្រាប់ទូស្រីដែរថាគូព្រេងរបស់គាត់គឺបជ្រុយក្រហមនៅលើទ្រូងចឹងហើយបន្ទូប្រុសយើងគាត់ក៏ចំណាំថាទូស្រីយើងគឺជាគ្រូជាគូព្រេងរបស់គាត់ហើយដល់ពេលទូស្រីរបស់យើងក៏គិតថាអាចជាទូប្រុសអត់ប៉ុន្តែគាត់អត់ចង់គិតរឿងហ្នឹងឯងគាត់ចង់រៀនសូត្រច្រើនជាងការរៀនសូត្រសំខាន់សម្រាប់គាត់ពេលហ្នឹងអ្នកនរគ្នាទូស្រីយើងបានបំផ្លាញនៅអំពើអាក្រក់របស់គេជាច្រើនហើយថ្ងៃនេះនៅក្នុងគ្រួសារបដងនាងសៀសៀនេះណានាងសៀសៀគេប្រជែងមួយទូស្រីគេថាបើទូស្រីយើងប្រឡប់បានបន្ទុកលំដាប់ជួរមុខលេខ1ណាគឺគេសុកចិត្តស្ដាប់តាមទូស្រីហើយដូចធ្វើកាជះធ្វើអ្នកបម្រើហ្មងព្រោះគេគិតថាទូស្រីយើងគឺនៅកន្លែងក្រីក្រលំបាកមិនដែលរៀនមិនដែលសូត្រអ្នកនរគ្នាទូស្រីតាភ្នាល់គឺភ្នាល់ឯណាអត់មានប្រែកន្លះអីមកដូរចិត្តដូរថ្លើមអីទេពេលហ្នឹងអ្នកនរគ្នាស្រាប់តែរបាយការណ៍ចេញមក
មកមែនទូស្រីយើងបានលេខ1ចាញ់ប្រាជ្ញទូស្រីបដ ហើយពិធីជប់លៀងឲ្យទូស្រីរបស់យើងនេះគ្រួសារជាងគេក៏បានចូលរួមដែរគេបានផ្ដល់អំណោយដល់ទូស្រីយើងដែលបានជួយសង្គ្រោះជីវិតកូនគេអញ្ចឹងណាហើយសម្រាប់ទូស្រីរបស់យើងក៏ត្រូវបានចាស់ទុំសំគុំមួយទូប្រុសដែរប៉ុន្តែទូស្រីក៏ថាចេះនៅក្នុងពេលនេះគាត់ចង់រៀនសិនទូប្រុសថាអត់អីទេគាត់រងចាំទូស្រីយើងពេលដែលទូស្រីយើងរៀនចប់គាត់នឹងសម្រេចចិត្តរៀបការជាមួយទូស្រីយើងតែម្ដងអ្នកនរគ្នារឿងនេះល្អអត់តកតនឹងការរួមភេទអីបានបន្តិចណាអេដមីនចូលចិត្តរឿងប្រភេទអញ្ចឹងប៉ុន្តែ fan រឿងអញ្ចឹងដល់អត់មើលហ្មងចូលចិត្តតែឲ្យតែមានរំលោភខ្លះអីខ្លះគឺ fan ចូលចិត្តខ្លាំងហ្មងហើយ view ក៏ខ្លាំងដែរ